មួយថ្ងៃរួមភេទ2ដងល្អអត់សម្រាប់សុខភាពវិភាគការពិតរវាងពេលព្រឹកនិងពេលយប់ជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Healthy XY ក្នុងជីវិតប្តីប្រពន្ធភាពស្និទ្ធស្នាលគឺជាផ្នែកមួយមិនអាចខ្វះបានដែលជួយពង្រឹងចំណងមនោសញ្ចេតនានិងសុខភាពរាងកាយឲ្យកាន់តែរឹងមាំប៉ុន្តែសំណួរដ៏ពេញនិយមដែលមនុស្សជាច្រើនតែងតែឆ្ងល់និងផ្ញើសារមកសួរក្រុមការងារយើងនោះគឺតើការរួមភេទ2ដងក្នុងមួយថ្ងៃល្អសម្រាប់សុខភាពដែរឬទេតើវាផ្ដល់ផលចំណេញដល់សុខភាពឬអាចបង្កជាផលប៉ះពាល់អ្វីខ្លះដល់រាងកាយនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់លម្អិតតាមបែបវិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រទាំងគុណសម្បត្តិនិងគុណវិបត្តិជាពិសេសយើងក៏នឹងស្វែងយល់ពីវិធីដោះស្រាយបញ្ហាចំណង់ផ្លូវភេទដែលខ្សោយឬខ្លាំងលើសលប់ដើម្បីឲ្យបងប្អូនអាចរក្សាសុភមង្គលគ្រួសារបានយ៉ាងយូរអង្វែងចំណុចទី1ហេតុផលដែលការរួមភេទ2ដងក្នុងមួយថ្ងៃផ្ដល់ផលល្អដល់សុខភាពប្រសិនបើរាងកាយរបស់អ្នកមានកម្លាំងមាំមួននិងគ្មានជំងឺប្រចាំកាយការមានភាពស្និទ្ធស្នាល2ដងក្នុងមួយថ្ងៃជាពិសេសបែងចែកជាពេលព្រឹកនិងពេលយប់អាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យដូចជាថាមពលនៃពេលព្រឹកព្រលឹមឬ Morning Glory ការមានភាពស្និទ្ធស្នាលនៅពេលព្រឹកជួយឲ្យរាងកាយបញ្ចេញអរម៉ូនអុកស៊ីតូស៊ីននិងដូប៉ាមីនក្នុងកម្រិតខ្ពស់វាជួយឲ្យខួរក្បាលស្រស់ស្រាយបំបាត់ស្ត្រេសពីការងារដែលហៀបនឹងមកដល់និងបង្កើនថាមពលផ្លូវចិត្តឲ្យរឹងមាំពេញមួយថ្ងៃវិទ្យាសាស្ត្របង្ហាញថាមនុស្សដែលស្និទ្ធស្នាលពេលព្រឹកតែងមានផលិតភាពការងារខ្ពស់និងអារម្មណ៍វិជ្ជមានច្រើនជាងមនុស្សទូទៅអូស័តទឹកពេលរាត្រីឬ Night Time Remedy ផ្ទុយទៅវិញការស្និទ្ធស្នាលមុនពេលចូលគេងជួយឲ្យរាងកាយបញ្ចេញអរម៉ូន Prolactin និង Endorphin ទាំងនេះគឺជាថ្នាំងុយគេងធម្មជាតិដែលជួយឲ្យសាច់ដុំសម្រាកនិងជួយឲ្យអ្នកគេងលក់បានស្កប់ស្កល់និងមានគុណភាពបំផុតក្រោយមួយម៉ាញឹកពេញមួយថ្ងៃការពង្រឹងប្រព័ន្ធការពាររាងកាយការមានភាពស្និទ្ធស្នាលទៀងទាត់និងមានក្តីសុខជួយបង្កើនអង្គបដិបាក់ឬ IgA ដែលជាខែលការពាររាងកាយពីជំងឺផ្ដាសាយ អាឡែហ្ស៊ីនិងការឆ្លងមេរោគផ្សេងៗបានយ៉ាងប្រសើរចំណុចទី2ហេតុអ្វីបានជាការរួមភេទច្រើនពេកខ្លះអាចជារឿងមិនល្អតាមច្បាប់ធម្មជាតិអ្វីក៏ដោយឲ្យតែលើសកម្រិតពេកខ្លះក៏អាចបង្កផលវិបាកត្រឡប់មកវិញដែររាងកាយអស់កម្លាំងការរួមភេទប្រើប្រាស់ថាមពលនិងចង្វាក់បេះដូងច្រើនប្រៀបដូចជាការហាត់ប្រាណកម្រិតមធ្យមទៅធ្ងន់ប្រសិនបើធ្វើលើសកម្រិតវានឹងធ្វើឲ្យអ្នកល្វួយសាច់ដុំចុកខ្សោយនិងប៉ះពាល់ដល់ការផ្ដោតអារម្មណ៍លើការងារប្រចាំថ្ងៃបង្កការរលាកឬឈឺចាប់សម្រាប់ស្ត្រីការកកិតច្រើនដងពេកក្នុងមួយថ្ងៃអាចធ្វើឲ្យតំបន់រសើបមានការរលាកក្រហាយឬដាច់រលាកស្បែកខ្នាតតូចដែលងាយនឹងនាំឲ្យបាក់តេរីឆ្លងចូលបង្កជាជំងឺផ្លូវនោមឬរោគស្ត្រីសម្ពាធផ្លូវចិត្តនិងភាពសាយញាំប្រសិនបើភាគីម្នាក់ទៀតហត់នឿយឬមិនទាន់ត្រៀមខ្លួនការព្យាយាមបង្ខំឲ្យធ្វើច្រើនដងអាចក្លាយជាសម្ពាធផ្លូវចិត្តយូរទៅវានឹងធ្វើឲ្យម្នាក់មានអារម្មណ៍ធុញទ្រាន់និងបាត់បង់ភាពផ្អែមល្ហើមក្នុងទំនាក់ទំនងចំណុចទី3តើចំនួនប៉ុន្មានដងទើបល្អសម្រាប់សុខភាពអ្នកជំនាញសុខភាពបន្តពូជនិងចិត្តវិទូបានផ្ដល់ជាមធ្យមភាគយោងតាមវ័យនិងស្ថានភាពជាក់ស្ដែងមធ្យមភាគល្អបំផុតគឺចន្លោះពី1ទៅ3ដងក្នុងមួយសប្តាហ៍ឬប្រហែល4ទៅ12ដងក្នុងមួយខែហេតុអ្វីបានជាចំនួននេះល្អចំនួននេះជួយឲ្យរាងកាយមានពេលគ្រប់គ្រាន់ក្នុងការផលិតអរម៉ូនឡើងវិញជាពិសេសចំពោះបុរសដែលត្រូវការពេលវេលាផលិតទឹកកាមឲ្យមានគុណភាពលើសពីនេះវារក្សានូវភាពនឹករលឹកនិងចំណង់ឲ្យស្ថិតនៅក្នុងកម្រិតមួយដែលធ្វើឲ្យរាល់ពេលស្និទ្ធស្នាលម្ដងคล้ายជាព្រឹត្តិការណ៍ដ៏ពិសេសបំផុតចំណុចទី4វិធីដោះស្រាយបញ្ហាចំណង់ផ្លូវភេទករណីចំណង់កើនលើសលប់ប្រសិនបើអ្នកមានអារម្មណ៍ចង់ខ្លាំងរហូតប៉ះពាល់ដល់ការងារឬធ្វើឲ្យដៃគូមានសម្ពាធទី1ងាកមកហាត់ប្រាណធ្ងន់ដើម្បីបញ្ចេញថាមពលដែលលើសទី2ផ្ដោតលើការងារដែលប្រើខួរក្បាលឬការច្នៃប្រឌិតច្រើនទី3ពិភាក្សាជាមួយគ្រូពេទ្យដើម្បីពិនិត្យកម្រិតអរម៉ូនតេស្តូស្តេរ៉ូន
ឬស្វែងរកប្រឹក្សាផ្លូវចិត្តករណីចំណង់ចុះខ្សោយរបបអាហារញ៉ាំអាហារប៉ៅកម្លាំងនិងបង្កើនរំហូរឈាមដូចជាអាហារសមុទ្រគ្រាប់ធញ្ញជាតិនិងផ្លែឈើដូចជាឪឡឹកឬចេកកាត់បន្ថយ stress ភាពតានតឹងគឺជាសត្រូវធំបំផុតនៃចំណង់សាកល្បងសម្រាកឲ្យបានគ្រប់គ្រាន់និងធ្វើសមាធិការទំនាក់ទំនងជជែកគ្នាលេងជាមួយដៃគូឲ្យបានច្រើនបដូរបញ្ញាកាសគេងឬដើរកម្សាន្តដើម្បីស្វែងរកភាពរំភើបថ្មីៗឡើងវិញសរុបមកការរួមភេទ2ដងក្នុងមួយថ្ងៃមិនមែនជារឿងអាក្រក់ឬខុសឆ្គងឡើយប្រសិនបើអ្នកទាំងពីរមានសុខភាពល្អនិងមានបំណងប្រាថ្នាដូចគ្នាប៉ុន្តែអ្វីដែលសំខាន់បំផុតគឺគុណភាពនិងក្តីសុខដែលអ្នកផ្ដល់ឲ្យគ្នាទៅវិញទៅមកមិនមែនជាការបង្ខិតបង្ខំឬការបំពេញតួនាទីតាមកាតព្វកិច្ចនោះទេប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍និងចង់ឲ្យគ្រួសារអ្នកដទៃទទួលបានចំណេះដឹងនេះដែរសូមចុច like និង share វីដេអូនេះទៅកាន់ដៃគូជីវិតរបស់អ្នកកុំភ្លេចចុច subscribe ដើម្បីទទួលបានចំណេះដឹងសុខភាពគ្រួសារជារៀងរាល់ថ្ងៃពី Healthy XY សូមអរគុណនិងជូនពរសុខភាពល្អនិងសុភមង្គលជានិច្ចជួបគ្នានៅវីដេអូក្រោយ